នៅវិមានសាមគ្គីភាពនៃប្រសិទ្ធភាពនៃព្រឹកថ្ងៃប្រហោះ14កើតខែពិសាឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី30ខែមេសាឆ្នាំ2026នេះដដែលបន្ទាប់ពីជំនួបជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិតែងតាំងថ្មីប្រចាំនៅកម្ពុជាហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអនុញ្ញាតឲ្យឯកឧត្តមផាំវ៉ាន់ត្រាអតីតសមាជិកការិយាល័យនយោបាយគណៈបកកុម្មុយនីសវៀតណាមនិងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្ដែងការគូសំឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យប្រសិទ្ធភាពបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនេះសម្ដេចតេជោបានសម្ដែងនៅក្តីរីករាយយ៉ាងខ្លាំងដែលសម្ដេចបានជួបជាមួយនឹងឯកឧត្តមសារជាថ្មីសម្ដេចតេជោបានចាត់ទុកឯកឧត្តមគឺជាមិត្តចាស់របស់កម្ពុជាជាពិសេសឯកឧត្តមបានចូលរួមចំណែកនាពេលកន្លងមកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងអនុស្សាវរីយ៍ជាច្រើនទៀតនៅក្នុងឱកាសនោះឯកឧត្តមផាមវ៉ាន់ត្រាបានសម្ដែងនៅក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មីបន្ទាប់ពីបែកគ្នាអស់រយៈពេល10ឆ្នាំមកហើយនោះឯកឧត្តមបានលើកឡើងថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺមានគោលដៅចំនួន2សំខាន់ទី1គឺចង់សួរសុខទុក្ខសម្ដេចតេជោផ្ទាល់តែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមកនិងធ្លាប់ធ្វើកិច្ចការងារជាច្រើនជាមួយគ្នាទី2គឺឯកឧត្តមចង់មើលនៅទីតាំងមួយចំនួនដែលជាអនុស្សាវរីយ៍របស់ឯកឧត្តមដែលធ្លាប់សហការជាមួយនឹងកម្ពុជាក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅឱកាសនោះសម្ដេចតេជោក៏បានអញ្ជើញឯកឧត្តមផាមវ៉ាន់ត្រាទទួលទានអាហារថ្ងៃត្រង់ក្នុងបរិយាកាសរីករាយទៀតផង